bạn ấy chụp cho mình nhom tiền đấy bà bong bóng ở nhé bà thằng ngày nick nhom năng mò chạy rùm lệ bong bóng ở nhé ông pí tá ở đây tới chia content ởក្នុង Facebook បាទ content នៅក្នុង Facebook គឺសំខាន់មែនទែនសម្រាប់ page របស់យើងបាទបើសិនជា content យើងល្អបាទយើងជ្រើសរើស content ត្រូវនោះធ្វើឲ្យ audience ក៏ដូចជាអ្នកទស្សនាយើងគឺចាប់អារម្មណ៍ច្រើនអញ្ចឹងការដែលយើងជ្រើសរើស content ត្រូវវាធ្វើឲ្យ page របស់យើងឆាប់ reach មានអ្នក like ច្រើនដូចមិនដេចទៅហៅថា content បាទ content គឺចែកចេញជា3បាទ content ជា text ជាអក្សរនិងក៏អាចហៅថាជា content មួយដែរបាទហើយប្រភេទទី2គឺ content ជារូបភាពបាទរូបភាពដែលយើងផុសរាល់ថ្ងៃហ្នឹងនៅក្នុង page យើងបាទ content យើងធ្វើពីអីយើងផុសរូបភាព poster ធ្វើអំពី Facebook របស់យើងហ្នឹងហើយសរសេរដាក់ caption ហ្នឹងគេហៅថា content រូបភាពបាទហើយចំណុចទី3គឺ content វីដេអូបាទវីដេអូខ្លីៗវីដេអូចែករំលែកវីដេអូកំ pl ែងឬក៏វីដេអូអីក៏ដោយឲ្យតែធ្វើឲ្យអ្នក like page របស់យើងហ្នឹងធ្វើឲ្យទស្សនិកជនថ្មីចុច like page របស់យើងបាទអញ្ចឹងគឺ content នៅក្នុង Facebook គឺសំខាន់មែនទែនមិនថាយើងចេះ boost ប៉ុណ្ណាទេបាទ boost ខ្លាំងប៉ុណ្ណាក៏ដោយបើសិនបើ content យើងអត់តាក់ទាញ content យើងអត់ត្រូវនឹងចំណាប់អារម្មណ៍របស់អ្នកទស្សនាទេគឺអត់ប្រយោជន៍ទេបាទគឺ boost មិនដំណើរការល្អទេបាទគឺខាតលុយអត់ប្រយោជន៍តែម្ដងខ្ញុំនឹងបញ្យល់លម្អិតបន្ថែមទៀតអំពីការធ្វើ content នៅលើ Facebook អញ្ចឹង content ធំនៅក្នុង Facebook គឺចែកចេញជា3បាទគឺ content ទី1គឺ content អប់រំនិងការផ្សព្វផ្សាយចំណេះដឹងបាទគឺការចែករំលែកចំណេះដឹងដូចជា content ដែលខ្ញុំកំពុងតែធ្វើហ្នឹងក៏ជា content ដែលចែករំលែកនៅចំណេះដឹងដែរអញ្ចឹងបើសិនជា page របស់ខ្ញុំដំណើរការទៅល្អគឺខ្ញុំអត់មិនសូវជាចំណាយលុយក្នុងការ boost page របស់ខ្ញុំទេបាទព្រោះតែ content របស់ខ្ញុំគឺ content ធ្វើអំពីការចែករំលែកចំណេះដឹងអញ្ចឹងគឺចែករំលែកដោយ free គឺមិនគិតថ្លៃទាញចំណាប់អារម្មណ៍របស់ទស្សនិកជនក៏ដូចជា audience នៅក្នុង Facebook ដែរបាទអញ្ចឹង content ទី2គឺនិយាយអំពី selling content បាទ content ប្រភេទនេះក៏មានគេធ្វើច្រើនដែរប៉ុន្តែធម្មតាបើសិនជាយើងផុសការ sell នៅលើ Facebook ច្រើនក៏មិនជាទីចំណាប់អារម្មណ៍បងប្អូនដែលគាត់លេង Facebook ដែរបាទអញ្ចឹងគឺ page ដែលបង្កើតឡើងសម្រាប់ការលក់គឺមានការពិបាកនៅក្នុងការ boost បន្តិចបាទអញ្ចឹងយើងឧទាហរណ៍ថាបើសិនជាprofile Facebook យើងផុសដើរលេងកម្សាន្តផុសរូបអីផ្សេងគឺមានអ្នកចាប់អារម្មណ៍ច្រើនប៉ុន្តែបើសិនជាយើងផុសនៅផលិតផលអីផ្សេងដដែលគឺអត់សូវមានអ្នកចាប់អារម្មណ៍ទេយ៉ាងច្រើនគឺគេចាប់អារម្មណ៍តាដបងទេបាទអញ្ចឹងគឺ page ប្រភេទ sale គឺដូចជាមិនសូវជាបានផលប្រហែលទេប៉ុន្តែនៅតែមាន page មួយចំនួនគាត់ធ្វើបានផលដែរបាទលក់អីវ៉ាន់គាត់លាយឡំជាមួយនឹងការធ្វើ content ប្លែកៗរបស់គាត់ហ្នឹងហើយចំណុចទី3ដែរគឺជាការធ្វើ page ចែករំលែកចំណេះដឹងផងហើយនឹងលក់ផងបាទអញ្ចឹង content ប្រភេទនេះក៏អាចមានជាការចាប់អារម្មណ៍ដែរបាទពីព្រោះថាចែករំលែកផងនិងលក់ផងបើមិនជាយើងលក់សុទ្ធក៏អត់សូវមានអ្នកចាប់អារម្មណ៍តែបើសិនជាយើងសាកល្បងធ្វើលក់ផងនិងចែករំលែកចំណេះដឹងឬក៏កំសាន្តអីផ្សេងអាហ្នឹងក៏ជាទីចាប់អារម្មណ៍មួយរបស់អ្នកលេង Facebook ដែរបាទ content ដែលយើងគួរធ្វើគឺដូចជា content អប់រំចំណេះដឹងផ្សេងក៏ដូចជាកំសាន្តអញ្ចឹងយើងគួរតែធ្វើ content ប្រភេទនេះឲ្យបាន 70% កាលណាដែលយើងអាចទាញចំណាប់អារម្មណ៍របស់ audience ដូចជាអ្នកទស្សនា page របស់យើងបានច្រើនគឺអាស្រ័យទៅលើ content ដែលយើងធ្វើឲ្យអ្នកទស្សនាគាត់ចាប់អារម្មណ៍បាទអញ្ចឹងទី2ចំណុចទី2គឺpage របស់យើងមិនគួរផុសអំពីការ sell ច្រើនទេបាទត្រឹមតែ 10% ឯបានហើយបាទអញ្ចឹងបើសិនជា page របស់យើងផុសcontent ដែលធ្វើអំពីការ sell ច្រើនគឺធ្វើឲ្យអ្នកទស្សនារបស់យើងគឺមានភាពធុញទ្រាន់បាទការធុញទ្រាន់អញ្ចឹងគាត់អត់ចូលចិត្តបាទហើយទី3ការធ្វើ content អប់រំផងនិងលក់ផងអញ្ចឹងបងប្អូនគួរតែគិតពិចារណាថាតើយើងគួរតែលក់ផុសលក់ឲ្យបានច្រើនឬក៏ការចែករំលែកចំណេះដឹងច្រើនឬក៏យើងធ្វើទាំងពីរលក់ផងចែករំលែកចំណេះដឹងផងបាទនឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាបាទដកបទពិសោធន៍តែយើងគួរធ្វើ content ប្រភេទណាបាទតែសម្រាប់ខ្ញុំគឺខ្ញុំ recommend ឲ្យធ្វើ content ប្រភេទអប់រំចំណេះដឹងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនបាទសម្រាប់បងប្អូនដែលគាត់ទើបតែមើលវីដេអូខ្ញុំថ្មីបាទសូមជួយ like និង subscribe channel របស់ខ្ញុំមួយផងបាទសូមអរគុណច្រើន